ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានរឿងប៉ັດដែលកើតឡើងនៅលើរូបខ្ញុំបានផ្ទាល់កាលពីអំឡុងឆ្នាំ2013រឿងហ្នឹងគឺកើតឡើងក្នុងអំឡុងពេលខ្ញុំនៅជានិស្សិតហើយពេលនោះដែរសាលារបស់ខ្ញុំបានរៀបចំកម្មវិធី Culture Exchange ដែលអញ្ជើញនិស្សិតមកពីបណ្ដាប្រទេសផ្សេងៗមកចូលរួមនៅក្នុងកម្មវិធី Culture Exchange នៅទីក្រុងភ្នំពេញនៅពេលដែលកម្មវិធី Culture Exchange ចប់ល្ងាចថ្ងៃសុក្រអញ្ចឹងថ្ងៃសៅរ៍ថ្ងៃអាទិត្យក៏ពួកខ្ញុំបាននាំគ្នាទៅលេងខេត្តកំពតដែលទៅស្នាក់នៅទីនោះរយៈពេលមួយយប់គឺយើងចេញដំណើរពីទីក្រុងភ្នំពេញថ្ងៃសៅរ៍ពេលព្រឹកនិងត្រឡប់មកវិញនៅថ្ងៃអាទិត្យពេលល្ងាចពេលនោះដែរនៅតាមផ្លូវធ្វើដំណើរពីភ្នំពេញទៅខេត្តកំពតគឺអត់មានអ្វីកើតឡើងទេគឺយើងជិះឡានទៅធម្មតាដំណើរកម្សាន្តរបស់យើងក៏ធម្មតាយើងស្នាក់នៅក្នុងរីសតមួយនៅក្នុងខេត្តកំពតហ្នឹងក៏ធម្មតាទាំងអស់លុះដល់ព្រឹកឡើងថ្ងៃអាទិត្យក៏ពួកខ្ញុំបានបបួលគ្នាទៅលេងរមណីយដ្ឋានភ្នំបូកគោស្រាប់តែពេលឡើងទៅដល់យើងក៏បានទៅដើរលេងទៅមើលនេះមើលនោះហើយដល់ពេលជិះក៏ទៅដល់កាស៊ីណូមួយដែលខ្ញុំបានដាក់រូបភាពនេះនៅក្នុងវីដេអូរបស់ខ្ញុំពេលហ្នឹងកាស៊ីណូហ្នឹងកំពុងតែចាប់ផ្ដើមជួសជុលដល់ពេលអញ្ចឹងពួកខ្ញុំក៏ចាប់ផ្ដើមចុះចតឡានដើរចូលទៅលេងពេលដែលចតឡានរួចក៏ដើរទៅក៏ឃើញមានគេដាក់ផ្លាកហាមចូលមិត្តភ័ក្តិបរទេសរបស់ខ្ញុំហ្នឹងក៏ថាគេអត់ឲ្យចូលទេក៏ប៉ុន្តែចៃដន្យអីពេលហ្នឹងគឺឃើញមានភ្ញៀវទេសចរប្រហែលជា10នាក់ជាងក៏បានដើរចេញពីខាងក្នុងហ្នឹងមកហើយខ្ញុំថាគេចូលទៅបានតើហើយណាមួយនៅខាងក្នុងអាគារហ្នឹងក៏ឮសំឡេងមនុស្សចេញពីក្នុងអាគារហ្នឹងអញ្ចឹងក៏នាំគ្នាដើរចូលទៅឡើងតាមចដាហ្នឹងដើរចូលទៅដល់ឮសំឡេងអ៊ូអមែនតើដូចមានកម្មករដូចមានអីនៅក្នុងអាគារកំពុងតែធ្វើការដល់ពេលនៅជាន់ខាងលើហ្នឹងហើយធ្វើការនៅជាន់ខាងលើដល់ពេលអញ្ចឹងទៅខ្ញុំក៏ថាមានមនុស្សមកតើខ្ញុំនិយាយទៅប្រាប់មិត្តភក្តិខ្ញុំថាមានមនុស្សមកតើគេនៅជាន់លើដល់ពេលហើយខ្ញុំក៏រឡើងទៅជាន់លើនឹងដែរតែមិត្តភក្តិខ្ញុំថាមិនឡើងទេពេលហើយខ្ញុំក៏ដំបូងខ្ញុំហៅប៉ាក់ជើងឡើងដល់ពេលខ្ញុំក៏អត់ឡើងវិញទៅដល់ពេលអញ្ចឹងទៅគ្រាន់តែថាមិនឡើងទេនៅខាងលើទាំងអស់ខ្ញុំគឺស្ងាត់ឆឹងមិនបាត់សំឡេងទៅណាមិត្តភក្តិខ្ញុំក៏អត់មាត់ហើយក៏ពួកខ្ញុំនាំគ្នាដើរទៅដល់ខ្លោងទ្វារខាងក្រោយដល់ខ្លោងទ្វារខាងក្រោយខ្ញុំក៏អង្គុយនៅហ្នឹងក៏ពេលហ្នឹងមិត្តភក្តិរបស់ខ្ញុំបានឃើញថាមានស្ត្រីស្លៀកពាក់ជាជនជាតិបារាំងបងស្ត្រីម្នាក់ជាមួយនឹងកូនស្រីរបស់គាត់កូនក្មេងមកឈរនៅក្បែរខ្លួនខ្ញុំហើយកូនហ្នឹងច្អល់មកខ្ញុំហើយម្ដាយហ្នឹងមើលទៅមិត្តភក្តិខ្ញុំហ្នឹងដល់ពេលហើយមើលទៅម្ដាយហ្នឹងក៏ងក់ក្បាលមិត្តភក្តិខ្ញុំក៏វីក្បាលក្នុងន័យហ្នឹងគឺស្ត្រីដែលមកហ្នឹងគឺគាត់ចង់យកខ្ញុំទុកដើម្បីលេងជាមួយនឹងកូនគាត់នៅទីនោះពីព្រោះឲ្យកូនគាត់បានច្អល់មកខ្ញុំហើយមើលទៅមុខម្ដាយហើយម្ដាយហ្នឹងមើលមកមិត្តភក្តិរបស់ខ្ញុំក៏បានកវីក្បាលមានន័យថាម្ដាយហ្នឹងសួរមកមិត្តភក្តិខ្ញុំថាព្រមឲ្យខ្ញុំនៅនឹងដើម្បីលេងជាមួយកូនគាត់អត់តែមិត្តភក្តិរបស់ខ្ញុំហ្នឹងគឺគាត់កវីក្បាលក៏គាត់មានន័យថាអត់ព្រមឲ្យនៅទេអញ្ចឹងទៅក៏ដល់ពេលខ្ញុំអង្គុយពីកន្លែងក៏ម្ដាយក៏ដើរមកអង្គុយនៅក្នុងអាគារតាមមកទៀតធ្វើកាយវិការអញ្ចឹងដដែលមកដាក់មិត្តភក្តិរបស់ខ្ញុំនៅតែកវីក្បាលទៀតហើយមិត្តភក្តិរបស់ខ្ញុំក៏បបួលខ្ញុំចេញពីអាគារហ្នឹងដល់ពេលដើរចេញពីអាគារហ្នឹងខ្ញុំក៏មកអង្គុយនៅកន្លែងដែលក្នុងរូបថតនេះមានគេអង្គុយអញ្ចឹងខ្ញុំមកអង្គុយទៅនឹងដូចគ្នាខ្ញុំដូចថាយើងចេញពីអាគារខ្ញុំក៏មកអង្គុយនៅកន្លែងហ្នឹងខ្ញុំអង្គុយអញ្ចឹងក៏ម្ដាយជាមួយកូនហ្នឹងឈរនៅលើមិនទាន់បានចុះចដើមកកាមេឈរនៅលើហ្នឹងក៏ធ្វើអញ្ចឹងទៀតក៏មិត្តភក្តិរបស់ខ្ញុំអត់ទៀតកវីក្បាលទៀតតែពេលហ្នឹងខ្ញុំអត់មានចាប់អារម្មណ៍មិត្តភក្តិរបស់ខ្ញុំហើយមិត្តភក្តិរបស់ខ្ញុំក៏អត់ទាន់ប្រាប់ខ្ញុំថាពីរឿងហ្នឹងដែរដល់ពេលអញ្ចឹងទៅក៏មិត្តភក្តិរបស់ខ្ញុំបបួលខ្ញុំចេញមកវិញខ្ញុំសូមជម្រាបថាមិត្តភក្តិរបស់ខ្ញុំឃើញតែម្នាក់ឯងក្នុងចំណោមទៅហ្នឹងគឺឃើញតែម្នាក់ឯងហ្នឹងហើយអញ្ចឹងក៏ចេញមកវិញដល់ពេលដើរមកដល់ផ្លូវកស៊ូគេហ្នឹងក៏មិត្តភក្តិរបស់ខ្ញុំថាខាត់គេ
គេនិយាយពាក្យហ្នឹងខ្ញុំក៏ចាប់អារម្មណ៍ពាក្យហ្នឹងខ្ញុំគេថាខាត់អីគេថាអត់អីទេគ្រាន់តែថាគេនិយាយពាក្យហ្នឹងទៅពួកឯដើរឆ្លងផ្លូវគេនិយាយអញ្ចឹងខ្ញុំក៏នឹកឃើញថាក៏លោកថា culture របស់គេវាផ្សេងពីយើងគេមកកន្លែងអាគារចាស់អញ្ចឹងពេលគេចេញគេត្រូវនិយាយពីអីអញ្ចឹងដល់ពេលអញ្ចឹងទៅខ្ញុំក៏នឹកឃើញហើយក៏ដូចអត់ចាប់អារម្មណ៍អីទេខ្ញុំក៏ជិះឡានដល់ពេលមកដល់កន្លែងទឹកជ្រោះហ្នឹងទៅចតឡានទឹកជ្រោះចុះបានតែបន្តិចខ្ញុំក៏ហៅដើរទៅលេងទឹកដល់ពេលមិត្តភ័ក្តិរបស់ខ្ញុំឃើញពីអ្នកម៉ែកូនហ្នឹងគាត់តាមមកដល់ទឹកជ្រោះហ្នឹងទៀតទៅមិត្តភ័ក្តិរបស់ខ្ញុំក៏ហៅខ្ញុំហ្មងថាមកទៅវិញថាគេឃ្លានបាយគេនិយាយអញ្ចឹងថាគេឃ្លានបាយខ្ញុំថាម្ដុំនៅឡៃហ្នឹងក៏គេមានលក់អីញ៉ាំដែរមកប្រាប់ថាអត់ទេគេអត់ចង់ញ៉ាំនៅហ្នឹងទេហើយដល់ពេលអ្នកផ្សេងទៀតនោះក៏គេថាបើមានមិត្តភ័ក្តិម្នាក់គេអត់ចង់ញ៉ាំនៅហ្នឹងហើយអញ្ចឹងក៏តាមគ្នាហ្មងទៅពួកយើងដើរលេងជុំគ្នាដល់ពេលរួចក៏គ្រប់គ្នាស្ទើរគ្នាសួរខ្ញុំថាទៅញ៉ាំបាយណានៅខាងក្រោមខ្ញុំក៏ថាអញ្ចឹងទៅញ៉ាំនៅទឹកឈូទៅពីព្រោះឯនៅហ្នឹងវាមានទឹកហើយយើងអាចកំងមហូបមកញ៉ាំនៅខ្ចោះមាត់ទឹកនឹងបានអញ្ចឹងនាំគ្នាក៏ត្រឡប់ចុះមកទឹកឈូនៅពេលបើកឡានចុះពីលើភ្នំមកហ្នឹងក៏មានរឿងមួយទៀតដែរមិនរឿងមួយទៀតរឿងដដែលហ្នឹងគ្រាន់តែថាពេលដែលខ្ញុំបើកឡានហ្នឹងខ្ញុំអ្នកកាន់ចង្កូតឡានដល់ពេលយើងបើកចុះមកកន្លែងហ្នឹងផ្លូវដូចរៀងកោងតិចយើងខំទាញចង្កូតហើយក៏ប៉ុន្តែចង្កូតហ្នឹងវាអត់មកតាមដៃយើងទេវាទៅត្រង់រហូតហ្មងពេលហ្នឹងខ្ញុំភ័យដែរថាមានអ្នកណាគេតាមខ្ញុំទេពីព្រោះមិត្តភ័ក្តិខ្ញុំអត់ប្រាប់ខ្ញុំទេគ្រាន់តែនឹកឃើញក្នុងចិត្តថាមិនបានចង្កូតឡានទាញមិនមកសោះអញ្ចឹងពេលមុនហ្នឹងតែក៏មិនបានជាគិតអីវែងឆ្ងាយដែរក៏ជីទៅរហូតក៏ចុះមកដល់ខាងក្រោមផ្លូវហើយចង់និយាយថាមិនខាងក្រោមចុះភ្នំរួចហើយអញ្ចឹងមកដល់ផ្លូវជាតិធម្មតាដល់ពេលហើយពួកខ្ញុំក៏បន្តដំណើរទៅដល់ទឹកឈូពេលទៅដល់ទឹកឈូហ្នឹងក៏កំងមហូបកំងអីយកមកញ៉ាំហើយខ្ញុំចម្លែកដែរថាឆ្កែនៅចិត្តកន្លែងដែលខ្ញុំអង្គុយកញ្ចោះយើងញ៉ាំអីហ្នឹងច្រើនមែនទែនតែដល់ពេលគ្រាន់តែមហូបលើកមកដល់ខ្ញុំទៅដួសញ៉ាំបាន1ម៉ាត់2ម៉ាត់ក៏មិត្តភ័ក្តិរបស់ខ្ញុំហ្នឹងគាត់ចង់និយាយថាគាត់លាយបាយលាយមហូបលាយអីហ្នឹងដាក់ឲ្យឆ្កែទាំងអស់ហើយឡើងដាក់ឡើងមកជុំវិញកញ្ចោះខ្ញុំហ្មងដល់ពេលខ្ញុំក៏សួរមិត្តភ័ក្តិខ្ញុំថាមិនបានដាក់ឲ្យឆ្កែអញ្ចឹងខ្ញុំអត់ទាន់បានញ៉ាំផងមិត្តភ័ក្តិខ្ញុំក៏ថាជាមហូបអត់ឆ្ងាញ់ផងអញ្ចឹងខ្ជិលញ៉ាំកុំឲ្យញ៉ាំចាំញ៉ាំអីតាមផ្លូវវិញគេនិយាយអញ្ចឹងដល់ពេលហើយខ្ញុំក៏អត់ថាអីដែរពីព្រោះអីនៅឃើញតែមហូបខ្មែរគីឡូមិនត្រូវមាត់បរទេសអញ្ចឹងទៅខ្ញុំក៏អត់និយាយអីដែរខ្ញុំថាអញ្ចឹងចាំញ៉ាំតាមផ្លូវក៏បានដែរហើយក៏អ្នកផ្សេងហ្នឹងក៏គេថាគេញ៉ាំទៅដូចមិនសូវត្រូវមាត់គេដែរអញ្ចឹងគេអត់សូវចូលចិត្តអត់សូវចេះមហូបខ្មែរមិនថាសូវចូលចិត្តសូវចេះមហូបខ្មែរអញ្ចឹងក៏ដាក់ឲ្យឆ្កែញ៉ាំជុំវិញកញ្ចោះហ្នឹងហ្មងពេលហ្នឹងហេតុផលដែលមិត្តភ័ក្តិរបស់ខ្ញុំម្នាក់ហ្នឹងដាក់ឲ្យឆ្កែហ្នឹងដោយសារតែមិត្តភ័ក្តិរបស់ខ្ញុំឃើញម្ដាយកូនហ្នឹងតាមមកដល់ទឹកឈូម្ដងទៀតហើយក៏មិត្តភ័ក្តិខ្ញុំមិនដឹងថាធ្វើម៉េចក៏មានតលីបាយមហូបឲ្យឆ្កែទៅបានពីអ្នកម្ដាយកូនអត់ហ៊ានមកចិត្តកញ្ចោះដែលពួកខ្ញុំអង្គុយគឺឈរនៅឆ្ងាយពីកញ្ចោះឈរមើលមកដល់ពេលអញ្ចឹងទៅក៏ពួកខ្ញុំចេញក៏នៅតែឈរមើលតាមមើលឡានអញ្ចឹងណាដល់ពេលរហូតតជីករហូតមកដល់ភ្នំពេញវិញក៏ទៅញ៉ាំអីនៅហាងមួយនៅភ្នំពេញបានមិត្តភ័ក្តិខ្ញុំគេយករឿងទាំងអស់ដែលគេជួបតាំងពីព្រឹករហូតដល់ទឹកឈូអីហ្នឹងយកមកនិយាយប្រាប់ខ្ញុំនៅភ្នំពេញហ្នឹងបានខ្ញុំគ្រាន់តែលឺហើយខ្ញុំឡើងព្រូសបល់ខ្លាចមែនតើហ្មងពេលហ្នឹងពេលនោះដែរខ្ញុំស្វែងរកព្រះដើម្បីមកដាក់នៅចិត្តខ្លួនទាំងយប់ហ្មងព្រោះឯពេលខ្ញុំមកដល់ភ្នំពេញហ្នឹងមកដល់ប្រហែលជាខ្ទង់ម៉ោង7យប់អញ្ចឹងខ្ញុំក៏ចាប់ផ្ដើមរកព្រះដើម្បីមកដាក់នៅចិត្តខ្លួនរបស់ខ្ញុំឲ្យយើងមានភាពកក់ក្ដៅនេះគឺជារឿងពិតដែលខ្លួនខ្ញុំជួបផ្ទាល់ហ្មងហើយក៏ខ្ញុំសូមជម្រាបជូនបងប្អូនទាំងអស់គ្នាថាមិត្តភ័ក្តិខ្ញុំដែលគាត់ឃើញគេតាមខ្ញុំហ្នឹងគឺគាត់កាន់មិនមែនកាន់ពុទ្ធសាសនាគាត់កាន់គ្រឹះសាសនាបាទអញ្ចឹងរឿងរ៉ាវដែលខ្ញុំបានជួបប្រទះនៅលើភ្នំបូកគោគឺមានតែប៉ុណ្្នឹងទេសូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានស្ដាប់រឿងនេះតាំងពីដើមរហូតមកដល់ចប់ខ្ញុំនឹងបន្តស្វែងរករឿងរ៉ាវដែលកើតឡើងទៅលើអ្នកដែលខ្ញុំស្គាល់ឬក៏អ៊ំពូមីងដែលខ្ញុំបានជួប
ដើម្បីយកមកជម្រាបជូនបងប្អូនទាំងអស់គ្នានិងចែករំលែកនៅបទពិសោធន៍ដែលពួកគាត់បានជួបទៅដល់បងប្អូនអរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូក្រោយ